បងប្អូនអរគ្នាអឺជំរាបសួរស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនអរគ្នាទាក់ទងទៅនឹងអឺការកំណត់ភាសាអង់គ្លេសណានៅពេលដែលយើងសរសេរទៅវាចេញលោតពាក្យនៅខាងលើជាងធ្វើយ៉ាងម៉េចឧទាហរណ៍ថាយើងដាក់ T ទៅអ្នកវាចេញពាក្យលើណាឧទាហរណ៍ពាក្យណាយើងអត់ចេះយើងសរសេរអង់គ្លេសឧទាហរណ៍ conversation យើងអត់ដឹងថាសរសេរយ៉ាងម៉េចជាងនេះវាបង្ហាញយើងចុច select យកទៅចឹងគឺបានពាក្យហ្នឹងមកអញ្ចឹងដើម្បីកំណត់ឲ្យយើងនៅពេលដែលយើង typing something មានន័យថាយើងសរសេរអីមួយឲ្យវាចេញពាក្យបង្ហាញនៅខាងលើនេះអញ្ចឹងគឺបងប្អូនធ្វើការកំណត់តាមលំនាំមួយនេះអូខេអញ្ចឹងខ្ញុំដកវាសិនហ្នឹងហើយអញ្ចឹងបងប្អូនដំបូងគឺត្រូវចូលទៅកាន់ setting ចូលមកកាន់កន្លែងនេះខ្ញុំយក setting ហ្នឹងហើយអូខេហើយបន្ទាប់មកទៀតបងប្អូនមើលមកខាងនេះបងប្អូនយកកន្លែង personalization នេះមកនេះខ្ញុំធ្វើនៅក្នុងវីដេអូ11ហ៎បងប្អូនអូខេអញ្ចឹង personalization បែបនេះអញ្ចឹងបងប្អូនចុចចំហ្នឹងមកហ្នឹងហើយបន្ទាប់មកទៀតបងប្អូននឹងឃើញវា load នៅផ្ទាំងខាងដាលណាបងប្អូនឃើញវាមាន background មាន color មាន dam អីហ្នឹងហ្នឹងហើយអញ្ចឹងប្រសិនបើវាចេញបែបហ្នឹងមកបងប្អូនអុសមកក្រោមរកពាក្យនេះ text input អូខេបងប្អូនចុចកន្លែង text input នេះមកអូខេហើយបងប្អូនអុសមកក្រោមមករកពាក្យថា typing setting នេះអូខេពីកន្លែង typing setting ហ្នឹងមកហើយបន្ទាប់ទៀតបងប្អូនចូលមកកាន់កន្លែងនេះ show text suggestion when it show text suggestion when it typing on the physical keyboard ចឹងបងប្អូនគ្រាន់តែបើកហ្នឹងទៅវាសិនវាបិទណាឧទាហរណ៍ថាខ្ញុំបិទចេះហើយទៅពេលទៅខ្ញុំចូលទៅសរសេរនៅក្នុង Word ចឹងគឺវាមានបង្ហាញពាក្យឲ្យយើងឯងមិនចឹងឃើញអត់គឺវាមានបង្ហាញពាក្យហ្នឹងអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូនចូលទៅ setting ហើយបងប្អូនបើកកន្លែងហ្នឹងទៅនឹងឈ្មោះវាហ្នឹង show text suggestion when it typing on physical keyboard អញ្ចឹងបងប្អូនគាត់បើកកន្លែងហ្នឹងទៅហើយយើងទៅអឺ typing វាម្ដងទៀតវាចេញអត់នេះឃើញអត់អញ្ចឹងវាបង្ហាញនៅលើហ្នឹងប្រសិនបើបងប្អូនកំណត់ហើយវាអត់ទាន់ចេញភ្លាមៗទេបងប្អូនអាចទុកអឺមួយសន្ទុះទៅវានឹងអាច load ឲ្យយើងឬពាក្យណាយើងអត់ចេះពាក្យណាដែលវាវែងឬក៏យើងភ្លេចតួអក្សរណាមួយអញ្ចឹងអញ្ចឹងបងប្អូនអាចប្រើប្រាស់អាហ្នឹងបានជាជំនួយក្នុងការសរសេរនៅអត្ថបទភាសាអង់គ្លេសបានដូចគ្នាផងដែរអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកបងប្អូនអរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ